ឲ្យទៅដល់ខែនេះសម្បូរផ្លែឈើទុំច្រើនមែនតើមិនថាផ្លែឈើស្រុកឬក៏ផ្លែឈើព្រៃទេរួមទាំងផ្លែកំពីងរាជផងដែរបងប្អូនសម្រាប់ថ្ងៃនេះដោយសារតែអង្គុយសុកនៅឃើញចង់បុកកំពីងរាជបងប្អូនក៏សវ៉ាទៅបេះផ្ទះអ៊ំសម្បូរផ្លែច្រើនមែនតើបងប្អូនហើយដើមខ្លះចាប់ផ្ដើមទុំហើយដើមខ្លះទៀតក៏ទុំក្រាឡើងពេញដើមជាពិសេសគឺផ្លែពួយកំពីងរាជសម្លៃដែលមានរសជាតិផ្អែមឆ្ងាញ់ទៀតបងប្អូនផ្លែរណែងរណោងពេញដើមផ្លែខ្លះនៅដល់ដីបងប្អូនហើយផ្លែខ្លះទៀតគឺចង់ចកោមតែម្ដងមិនបងអង្គយូរស្រវាបានទំពក់មួយនឹងទាញអាចកោមតែផ្លែធំមកទម្លាក់យកតែម្ដងដោយសារតែសម្បូរអញ្ចឹងណាបន្ទាប់ពីទាញទម្លាក់ក៏រើសដាក់ក្នុងកន្ត្រកសិនបងប្អូននៅឃើញថាមិនទាន់ពេញកន្ត្រកក៏ចាប់ផ្ដើមទាញមែកដែលនៅក្បែរដៃហ្នឹងបេះបន្តទៀតដោយសារតែឃើញធំទុំល្អសូម្បីតែគ្រូសានាងខ្ញុំក៏ទប់អារម្មណ៍បានដែរបងប្អូនដោយសារតែឃើញដើមវាច្រើនដើមខ្លះក៏វាទុំក្រាពេញដើមក៏បានទំពក់ហ្នឹងជួយទាញទម្លាក់ចំណែកនាងខ្ញុំវិញគឺចាំត្រង់តែម្ដងថាសบายខ្លាំងមែនតែនឲ្យទៅបុកកំពេញរាជឬក៏បុកលហុងមិនដែរចោលត្រួយកទូតទេបងប្អូនទោះតែដាក់ត្រួយកទូតអញ្ចឹងបានមានអារម្មណ៍ញ៉ាំទៅថាឆ្ងាញ់អញ្ចឹងបងប្អូនដោយសារតែចូលចិត្តខ្លាំងហើយកទូតនេះដែរគឺត្រូវគ្នាខ្លាំងមែនតែនជាមួយនឹងកំពេញរាជឬក៏បុកលហុងគឺថាបានមកកត្រកនេះល្មមតែម្ដងបន្ទាប់ពីយកកំពេញរាជដល់ផ្ទះហើយចាប់ផ្ដើមផ្សំគ្រឿងក្រៅបងប្អូនមានដូចជាខ្ទឹមសក្រូចឆ្មាក៏ដូចជាម្ទេសជាពិសេសគឺក្តាមជ្រក់របស់នាងខ្ញុំដែរជួបបានពី3ថ្ងៃហើយនៅសល់អញ្ចឹងក៏នឹកឃើញទៅបីកំពេញរាជមកបុកនឹងឯងហើយមានប៊ីចេងស្ករក៏ដូចជាស្ករត្នោតជាពិសេសកាពិដូចជាទឹកប្រហុកអីហ្នឹងមកបងប្អូនឥឡូវនាងខ្ញុំមកក៏ចាប់ផ្ដើមបុកហើយដោយដាក់ខ្ទឹមសជាមួយនឹងម្ទេសបងប្អូនដាក់តាមចំណង់ចំណូលចិត្តចង់ហឹរដាក់ប្រមាណគ្រាប់ក៏បានដែរបន្ថែមប៊ីចេងក៏ដូចជាស្ករមកដើម្បីងាយស្រួលបុកខ្ទឹមក៏ដូចជាម្ទេសរបស់យើងបុកបញ្ចូលគ្នាឲ្យម៉ត់បន្តិចហើយក៏បន្ថែមជាមួយនឹងកាពិក៏ដូចជាស្ករត្នោតហើយចំពោះកាពិបងប្អូនអាចប្រើកាពិឆាគឺរឹតតែឆ្ងាញ់ថែមទៀតដោយសារថ្ងៃនេះនាងខ្ញុំមានតែកាពិកែវហើយចង់ញ៉ាំភ្លាមអញ្ចឹងបងប្អូនក៏ប្រើកាពិកែវហ្នឹងចំនួន1ស្លាបព្រាបាយហើយទឹកប្រហុកដល់ប្រភេទណាក៏បានដែរចំនួន2កូនវែកបន្ទាប់មកទៀតក៏បន្ថែមជាមួយនឹងក្រូចឆ្មាមួយចំណិត2ចំណិតដើម្បីឲ្យវារាងជូរតិចព្រោះអីកាពិរែករបស់យើងហ្នឹងគឺជូរស្រាប់ហើយបងប្អូនហើយបន្ទាប់មកទៀតក៏បន្ថែមជាមួយនឹងក្តាមរបស់យើងដែលបានជ្រក់ទុកហ្នឹងដាក់តាមបរិមាណដែលចូលចិត្តមកហើយយើងបុកញំដើម្បីបំបែកនឹងគៀបក្តាមរបស់យើងហ្នឹងឲ្យចូលជាតិគ្នាហើយសម្រាប់កាពិរែកគឺយើងចិត្តតែសម្បកចេញសាប់យកគឺចិត្តយកដាក់តែម្ដងបងប្អូនហើយនិយាយថាគាត់តែឃើញស្រក់ទឹកមាត់ម្ដងទៀតហើយបងប្អូនដោយសារបំពេញរែករបស់យើងហ្នឹងមានរសជាតិជូរតិចទេលាយជាមួយនឹងគ្រាប់របស់វាហ្នឹងគឺផ្អែមឆ្ងាញ់ខ្លាំងតែម្ដងបុកបញ្ចូលគ្នាដើម្បីឲ្យគ្រឿងក្រៅនឹងចូលមកបងប្អូនហើយជាពិសេសបន្ថែមជាមួយនឹងស្លឹកកន្ទួតរបស់យើងបងប្អូនដាក់មកនិយាយថាត្រូវគ្នាខ្លាំងមែនទែនឲ្យតែបុកបំពេញរែកឬក៏បុកលហុកបងប្អូនហើយនេះខ្ញុំមិនដែរចោលទេដោយសារតែចូលចិត្តហើយណាមួយស្លឹកកន្ទួតយើងមានស្រាប់នៅផ្ទះចឹងទៀតណាហើយយើងច្បល់ចូលគ្នាបុករៀងញំមកក៏បន្ថែមជាមួយនឹងសណ្តែកដីមកដួសដាក់ចានគឺជាការស្រេចហើយបងប្អូននិយាយថាគ្រាន់តែឃើញម្ដងទៀតដឹងតែហូរទឹកមាត់ហើយបងប្អូននឹកឃើញដល់រសជាតិអញ្ចឹងណាបន្ទាប់ពីដួសដាក់ចានហើយក៏បន្ថែមជាមួយនឹងសណ្តែកដី 4-10 គ្រាប់ពីលើទៀតក្រឹតតែថាឆ្ងាញ់ថែមទៀតឥឡូវក៏បានរួចរាល់ផងដែរមកបងប្អូនអញ្ជើញពិសាទាំងអស់គ្នាខែនេះគឺសម្បូរខ្លាំងមែនតែនចំពោះកំពេញរាជស្វាយទុំក៏ដូចជាផ្លែឈើផ្សេងទៀតបងប្អូនអាចសាកយកបំពេញរាជយកមកបុកញ៉ាំដូចជាបុកលហុងអញ្ចឹងគឺធានាថាឆ្ងាញ់ខ្លាំងមែនតែនហើយវិធីធ្វើដូចនេះខ្ញុំបានបង្ហាញអញ្ចឹងបាទនិយាយពីផ្លែបំពេញរាជវិញបងប្អូនអាចជ្រើសរើសពូជប្រភេទណាយកមកបុកញ៉ាំក៏បានដែរមិនថាផ្លែធំផ្លែតូចឬក៏រសជាតិចត់ជូរទេគឺឆ្ងាញ់ដូចគ្នាបងប្អូនចង់បានវីដេអូថ្មីទាក់ទងនឹងការធ្វើម្ហូបឬជាជីវភាពរស់នៅប្រចាំថ្ងៃកុំភ្លេចជួយ follow page ផ្ទះបាយម៉ែម្នាក់មួយអរគុណជម្រាបលា